តើអ្នកដឹងទេថាមានរបបនយោបាយមួយដែលបានផ្លាស់ប្ដូរប្រទេសកម្ពុជាទាំងមូលឲ្យទៅជាវាលពិឃាតនិងជាគុកមានអញ្ចាំងក្នុងរយៈពេលត្រឹមតែមួយប៉ព្រិចភ្នែក3ឆ្នាំ8ខែនិង20ថ្ងៃគឺជាពេលវេលាដ៏ខ្មៅងងឹតបំផុតដែលបានចាក់យកជីវិតប្រជាជនខ្មែរអស់ជិត2លាននាក់តើរបបនេះកើតឡើងដោយរបៀបណាហើយហេតុអ្វីបានជាវាសាហាវឃោរឃៅដល់ថ្នាក់នេះក្នុងវីដេអូនេះយើងនឹងស្វែងយល់ទាំងអស់គ្នារឿងរ៉ាវបានចាប់ផ្ដើមឡើងចេញពីក្រុមនិស្សិតខ្មែរមួយក្រុមដែលបានទៅសិក្សានៅប្រទេសបារាំងក្នុងទសវត្សរ៍ឆ្នាំ1950ពួកគេបានទទួលឥទ្ធិពលពីមនោគមវិជ្ជាកុម្មុយនីសជ្រុលនិយមក្រោមការដឹកនាំរបស់បុរសម្នាក់ឈ្មោះថាស្លុតសដែលពិភពលោកស្គាល់ថាប៉ុល ពត ចលនាខ្មែរក្រហមបានចាប់កំណើតឡើងក្រោយមកនៅឆ្នាំ1970ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដ៏ក្តៅគគុករហូតដល់ថ្ងៃទី17មេសាឆ្នាំ1975កងទ័ពខ្មែរក្រហមបានវាយលុកចូលកាន់កាប់ទីក្រុងភ្នំពេញបានទាំងស្រុងប្រជាជនសប្បាយរីករាយព្រោះគិតថាសង្គ្រាមបានបញ្ចប់ប៉ុន្តែសោកនាដកម្មពិតប្រាកដទើបតែចាប់ផ្ដើមតែប៉ុណ្ណោះភ្លាមបន្ទាប់ពីឈ្នះសង្គ្រាមខ្មែរក្រហមបានបង្ខំប្រជាជនរាប់លាននាក់ឲ្យចាកចេញពីទីក្រុងភ្លាមទៅកាន់តំបន់ជនបទដាច់ស្រយាលពួកគេបានក្រោមពាក្យស្លោកថាចាប់ផ្ដើមពីឆ្នាំ0អ្វីៗគ្រប់យ៉ាងត្រូវបានលុបបំបាត់គ្មានលុយកាក់ប្រើប្រាស់មានសាលារៀនមានវត្តអារាមសាសនាត្រូវបានហាមឃាត់ហើយសូម្បីតែសេចក្តីស្រឡាញ់ក្នុងគ្រួសារក៏ត្រូវជំនួសដោយភាពស្មោះត្រង់ចំពោះអង្គការតែមួយគត់ប្រជាជនត្រូវបានបង្ខំឲ្យធ្វើការជាទម្ងន់10ទៅ15ម៉ោងក្នុងមួយថ្ងៃឯរបបអាហារវិញមានត្រឹមតែបបររាវមួយវែកតែប៉ុណ្ណោះទៅសម្លាប់នៅវាលពិឃាតមនុស្សជិត2លាននាក់បានស្លាប់ដោយសារការកាប់សម្លាប់ជំងឺរាតត្បាតនិងការបង្អត់អាហារវាគឺជាការបាត់បង់ដ៏ធំធេងនិងការបំផ្លិចបំផ្លាញពូជសាសន៍ឯងដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិរបបដ៏ខ្មៅងងឹតនេះបានដួលរលំទៅវិញនៅថ្ងៃទី7មករាឆ្នាំ1979ក្រោយការវាយលុកចូលរំដោះពីកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងកងទ័ពស្ម័គ្រចិត្តវៀតណាមទោះជាយ៉ាងណាសង្គ្រាមស៊ីវិលនៅតែបន្តអូសបន្លាយរហូតដល់ឆ្នាំ1998ទើបប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញឡើងវិញក្រោមនយោបាយឈ្នះឈ្នះក្រោយមកតុលាការវិសាមញ្ញខ្មែរក្រហមត្រូវបានបង្កើតឡើងដើម្បីកាត់ទោសមេដឹកនាំកំពូលនៃរបបនេះពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដើម្បីស្វែងរកយុត្តិធម៌ជូនវិញ្ញាណក្ខន្ធជនរងគ្រោះរឿងរ៉ាវអតីតកាលដ៏ជូរចត់នេះគឺជាមេរៀនមួយដ៏ធំសម្រាប់កូនខ្មែរជំនាន់ក្រោយក្នុងការរួមគ្នាថែរក្សាសន្តិភាពនិងការការពារកុំឲ្យមានបែបនេះកើតឡើងសាជាថ្មីម្ដងទៀតបើសិនជាបងប្អូនចូលចិត្តវីដេអូបែបប្រវត្តិសាស្ត្របែបនេះសូមកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតសូមអរគុណសូមជម្រាបលា